បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នាអំពីរបៀបលេងកម្មវិធី Bicon អញ្ចឹងអ្នកទាំងអស់គ្នាមុននឹងចូលកម្មវិធី Bicon គឺយើងត្រូវទៅកន្លែងលើទូរស័ព្ទរបស់យើងគឺយើងចូលនៅលើ Play Store ឬក៏ App Store បើសិនជាយើងប្រើជាមួយនឹង iOS អញ្ចឹងខ្ញុំប្រើជាមួយនឹង Android អញ្ចឹងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីការ install នៅលើ Play Store ចុចនៅលើ Play Store នេះមករួចហើយយើងវាយពាក្យថា Bicon សេមកកន្លែង search ហ្នឹងគឺវាយពាក្យថា Bicon គឺយើងឃើញនេះយើងឃើញរូប logo ពណ៌ខៀវអក្សរ B ពណ៌ខៀវនេះយើងចុចលើវាមកអានេះដោយសារតែខ្ញុំបាន download ហើយខ្ញុំបាន install នៅក្នុងទូរស័ព្ទខ្ញុំហើយអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចនៅកន្លែង open នេះគឺបើសិនជាយើងមិនទាន់ install ទេគឺវាកន្លែងនេះគេបង្ហាញនៅពាក្យថា install អញ្ចឹងយើងចុចពាក្យថា install ឬក៏បើភាសាខ្មែរគេដាក់ថាដំឡើងវាទៅគឺរងចាំវាដំឡើងដោយជោគជ័យហើយចាំយើងចាក់ចេញទៅលើ desktop របស់វាវិញមានន័យថាទៅលើ home screen របស់វាវិញអញ្ចឹងខ្ញុំទៅ home screen អញ្ចឹងពេលដែលយើង download ហើយគឺវានឹងចេញផ្ទៃបែបចេះអញ្ចឹងអ្នកទាំងអស់គ្នាចុចនៅលើអក្សរ logo របស់ Bicon មកចុចនៅលើ Bicon ចេះអញ្ចឹងវាចុចដំបូងប្រសិនបើអ្នកទាំងអស់គ្នាមានuser ហើយមានន័យថាធ្លាប់បង្កើតម្ដងហើយគឺយើងគ្រាន់តែវាយលើពាក្យថាអ្វីឡើយនេះវាយលេខទូរស័ព្ទហើយនឹង password ប្រមាណលេខដែលយើងបានដាក់អញ្ចឹង6លេខណា password 6លេខដែលយើងបានដាក់អញ្ចឹងអ្នកទាំងអស់គ្នាពេលវាយ password 6លេខដែលយើងបានដាក់ហើយគឺយើងចុចពាក្យថា login ប៉ុន្តែក្នុងករណីនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីសម្រាប់អ្នកដែលថ្មីមានន័យថាអ្នកដែលអត់ទាន់ចេះបង្កើតកម្មវិធីរបស់ Icon អញ្ចឹងយើង close ចឹងមកបើមកយើង close វាចោលរួចហើយនេះកន្លែងខាងក្រោមនេះអ្នកទាំងអស់គ្នានឹងឃើញពាក្យថា new account គឺយើងចុចទៅលើ new account នេះមករួចហើយយើងនឹងវាយលេខកូដជាទូទៅការលេង Icon នេះគឺត្រូវបានទទួលការណែនាំពីមេក្រុមអញ្ចឹងមេក្រុមដែលគាត់បានតាក់ទងមកយើងនិយាយជាមួយនឹងយើងទាំងអស់គ្នាហ្នឹងគាត់នឹងឲ្យលេខកូដរបស់គាត់ទេ reference code ឧទាហរណ៍របស់ខ្ញុំចេះសម្រាប់ថ្ងៃនេះគឺលេខកូដរបស់ខ្ញុំគឺ12 16 80បន្ទាប់មកគឺមានសញ្ញាដកលេខដកនេះត្រូវតែដាក់អញ្ចឹងលេខដកនេះគឺនៅជារៀងរាល់ថ្ងៃគឺវានឹងដូរកតុយនៅខាងក្រោយនេះ36 68នេះគឺសម្រាប់តែថ្ងៃនេះទេមានន័យថាសម្រាប់តែ account ខ្ញុំថ្ងៃនេះទេដែលខ្ញុំបានបង្កើតហើយលេខណែនាំគឺលេខនាំសម្រាប់ថ្ងៃនេះទេប៉ុន្តែសម្រាប់អ្នកដែលចុះឈ្មោះនៅថ្ងៃស្អែកលេខនៅខាងក្រោយសញ្ញាដក4ខ្ទង់នេះគឺត្រូវបានបដូរអញ្ចឹងក្រុមហ៊ុនគេ set ដើម្បីកុំឲ្យយើងតម្លើងទៅដោយគ្មានអ្នកណែនាំអញ្ចឹងលេខកូដនេះបើសិនជាមានអ្នកណែនាំទើបមានលេខកូដនឹងបានអញ្ចឹងណាអញ្ចឹងរួចហើយចុចពាក្យថា create account បាទពេលដែលចុចបាន create account ហើយអ្នកទាំងអស់គ្នារងចាំបន្តិចទៅគឺនឹងចេញផ្ទៃបែបចេះបាទផ្ទៃបែបនេះគឺជាផ្ទៃរបស់ Bicon ហើយអញ្ចឹងនៅពេលដែលយើង set up ហើយតម្លើងវាហើយចូលបានយើងចូលបានគឺយើងត្រូវទៅវាយនឹងឡើងនេះចុចឡើង tray 3នេះមករួចហើយយើងមកធ្វើការ setting ចុចនៅលើ setting រួចហើយនេះគឺយើងបានលេខកូដអស់ហើយគឺវាចេញបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាកន្លែងក្នុងវងមូលខាងលើនេះគឺយើងចុចសម្រាប់ដាក់រូបថតឧទាហរណ៍ថាយើងត្រូវដាក់រូបថតយើងជាទូទៅគឺយើងត្រូវដាក់រូបថតពិតមករូបថតដែលយើងមានពិតឧទាហរណ៍ថារូបថតមួយណាចេះតែសូមខ្ញុំអត់មានរូបថតខ្ញុំដាក់រូបថតនេះមួយសិនបាទគ្រាន់តែឧទាហរណ៍ទេព្រោះខ្ញុំមាន account រួចហើយបន្ទាប់មកនៅកន្លែងនេះយើងដាក់ឈ្មោះយើងមកយើងដូរវាដាក់ឈ្មោះកន្លែងនេះយើងដាក់ឈ្មោះឧទាហរណ៍ថាSophie អញ្ចឹងមកSophie អញ្ចឹងមកវាដាក់ឈ្មោះ Sophie អញ្ចឹងយើងធម្មតាមកឬក៏យើងដាក់មានតកូលអញ្ចឹងមកតកូលវាSophie វាឲ្យយើង save ចុច save ទៅវាជាប់ឈ្មោះមួយតមកលេខទូរស័ព្ទយើងកន្លែងនេះឧទាហរណ៍ថាលេខទូរស័ព្ទរបស់ខ្ញុំគឺ0 10
12 13 ឧទាហរណ៍ចឹងចុះអានេះជាលេខមិនមែនជាលេខរបស់ខ្ញុំទេគឺលេខតែខ្ញុំគាត់ទៅដាក់សាកល្បងលេងទេឬហើយ save ចុច save ទៅកន្លែង password នេះខ្ញុំដាក់ password ឲ្យចំណាំចឹងកន្លែងនេះសម្រាប់ password កន្លែងនេះគឺជា password មួយសម្រាប់ធ្វើការ log in ចូលចឹងយើងអាចដាក់6ខ្ទង់ក្នុងនេះគេឲ្យដាក់ឧទាហរណ៍ខ្ញុំដាក់លេខកូដ 1 2 3 4 5 6 បាទរួចហើយ save យើងដាក់ password តាមចិត្តយើងនឹងយើងចង់បានអញ្ចឹងកន្លែង change pin នេះគឺយើងចុចវាមកគឺយើងដាក់ password 4ខ្ទង់ទី1ខ្ញុំដាក់ថា1 2 3 4ឧទាហរណ៍1 2 3 4ឧទាហរណ៍អញ្ចឹងខ្ញុំបានជោគជ័យកន្លែងនេះបានជោគជ័យហើយគឺយើងចុចនៅកន្លែងពាក្យថា success ណាសញ្ញាព្រួយនេះរួចហើយយើងត្រឡប់ទៅកន្លែងត្រី3នេះវិញបន្ទាប់មកចុចពាក្យថា setting ដដែលវិញយើងមក change នៅកន្លែង order នេះគឺយើងយកពាក្យបើយើងជាប្រុសដាក់ប្រុសបើជាស្រីដាក់ស្រីឧទាហរណ៍ខ្ញុំជាមនុស្សប្រុសខ្ញុំដាក់ប្រុសខ្ញុំ save កន្លែងនេះគឺ friend សម្រាប់ដែលយើងទទួលបានឲ្យគាត់ចូលមកអូតូយើងយក yes មក yes ហើយយើង save អញ្ចឹងប្រព័ន្ធនេះគឺយើងបានជោគជ័យហើយមានន័យថា account របស់យើងគឺបានតម្លើងបានជោគជ័យហើយគឺយើងចាប់ផ្ដើមយកទៅធ្វើការសិក្សាផ្សេងៗទៀតទាក់ទងជាមួយនឹងការបង្ហោះរូបអញ្ចឹងទៅបាទសូមអរគុណ